ចាសម្រាប់វីដេអូនេះគឺនាំអារម្មណ៍មកខាង The Peak Condo ចាដែលកំពុងតែធ្វើការរៀបព័ន្ធជាមួយនឹងការបង់ទឹកភ្លើងនៅទីនេះគឺវាមានភាពល្អមួយយ៉ាងចាប្លែកគឺគេតម្រូវឲ្យយើង top up ដូចការទូរស័ព្ទអញ្ចឹងណាចឹងតែកាលណាយើងប្រើគីឡូវ៉ាត់អស់គឺយើងគេនឹង alert ឲ្យយើងត្រូវការបញ្ចូល top up បន្ថែមហើយបន្ទាប់នេះក៏មានកាមេរ៉ាមើលទៅ lobby សម្រាប់ដូចថាពេលយើងមានភ្ញៀវអីគាត់ចង់មកជួបអញ្ចឹងណាយើងអាចមើលដឹងថាអ្នកណារងចាំយើងនៅ lobby ក៏លេខមកមើលទស្សនវិជ្ជានៅខាង Shangri-La វិញម្ដងហើយនេះគឺជាទស្សនវិជ្ជានៅអាងហែលទឹកនៅខាង Shangri-La ហើយក៏គេមានជាកន្លែងញ៉ាំអីតិចទៀតបានឃើញឡើយចំពោះតាក់តងនឹងតម្លៃចាំខ្ញុំអាប់ដេតតាមក្រោយអូតែនៅ Shangri-La ជាទូទៅដូចជាតម្លៃចាប់ពី$100ជាងដល់$200ជាងក្នុងមួយយប់ផ្លាស់ប្ដូរទៅតាម season ណាអាហ្នឹងហើយចំពោះភ្ញៀវមកពីក្រៅយើងចង់មកហែលទឹកនៅហ្នឹងអាហ្នឹងគិតតម្លៃផ្សេងហើយនេះជា view អាងហែលទឹកនៅខាង The Peak ហើយរួមទៅវាមើលឃើញគ្នាចឹងហ្មងអាគារគេចេញចូលឆ្លងគ្នាបានមួយដើរមកមុខតិចទៅក៏គេមាន bartender នេះសម្រាប់មាន cocktail drink ល្ងាចចឹងណាទៅThe Peak កន្លែងចូលមិញហ្នឹងអាហ្នឹងគឺជាចដើរយន្តដែលខ្ញុំកំពុងបង្ហាញហ្នឹងគឺនៅជាន់ទី54អញ្ចឹងទាំងអស់គ្នាចាំណាអាគារ The Peak Shangri-La ជាន់ទី54គឺអាងហែលទឹកហើយដែល view យើងមើលទៅធ្លុះមកខាងទៀតអាដូចជាអាគារ Morgan ខាង bartender គេហ្នឹងដូចជាប្រហែលជាអាស្រ័យទៅតាម season ទៅតាមកម្មវិធីអញ្ចឹងណាខ្ញុំក៏មិនច្បាស់ដែរយើងវាមិនសូវដើរយប់ប្រលប់ម្ល៉េះហើយមិនសូវដឹងទេហើយមកជាន់ទី49ហ្នឹងគេមានជាប្រភេទ buffet ពេលថ្ងៃត្រង់របៀបជា tea buffet គេដូចជាមាននំខេកមានអីយើងអង្គុយញ៉ាំអញ្ចឹងណាហ្នឹងហើយគេ start ពីម៉ោង3ទៅចា afternoon tea buffet គេហ្នឹងចង់ដឹងច្បាស់ចង់ book schedule អីអាចចូលទៅមើល page Shangri-La ផ្ទាល់បានពួកអីកម្មវិធី menu គេហ្នឹងវាផ្លាស់ប្ដូររហូតទៅវាអត់ទៀងទេអាម្ដុំហ្នឹងគេឈ្មោះគេហៅ Mekong Lounge ហើយដល់ជាន់ទី48ហ្នឹងក៏មានហាងញ៉ាំអីដែរតែចាំមើលថ្ងៃក្រោយចាំសាកហើយសម្រាប់ថ្ងៃនេះបានចូលរួមមកដល់ត្រឹមនេះគឺបានដឹងព័ត៌មានប៉ុណ្ណឹងអាប់ដេតឲ្យប្រិមិត្តបានទស្សនាអញ្ចឹងណាហើយចំពោះ afternoon lunch tea គេហ្នឹងក៏មានជាប្រភេទ dim sum ដែរតំណងដែរតាហាកាវមានពគាខាងក្នុងម្ហូបដែរគេ serve ហ្នឹងគឺហ្នឹងហើយខំទាញវីដេអូឲ្យយឺតបានមើលអញ្ចឹងមួយម៉ាត់អស់អញ្ចឹងទៅសម្រាប់អ្នកញ៉ាំច្រើនប្រហែលជាមិនគ្រប់ទេមើលទៅតែចំពោះខ្ញុំប៉ុណ្ណឹងគឺឆ្អែតហើយតម្លៃម្នាក់$18ជាងអត់ទាន់បូកតែណាចំពោះទឹកគឺញ៉ាំសេរីតែម្ដងចាសូមអរគុណដែលបានទស្សនាហើយសូមកុំភ្លេចជួយចុច follow ម្នាក់មួយផង